សូមជូនរឿងចាបនិងដំរីនៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើជាមេថ្ងៃមួយដំរីបបួលចាបផឹកទឹកមកគ្នាបើអ្នកណាផឹកបានច្រើនជាងអ្នកនោះជាអ្នកឈ្នះចាបក៏យល់ព្រមហើយហើរនាំផ្លូវដំរីកាត់ព្រៃភ្នំទៅកាន់សមុទ្រពេលនោះទឹកសមុទ្រកំពុងជោរចាបក៏ឲ្យដំរីផឹកទឹកមុនដំរីក៏ចុះទៅទឹកសមុទ្រផឹកទឹកតែទឹកសមុទ្រនោះប្រៃពិបាកលេបណាស់តែដោយចង់ឈ្នះដំរីខំផឹកទឹកសមុទ្រនោះអត់គ្រប់តែទឹកសមុទ្រនៅតែចូលឡើងដល់ពោះវាទើបដំរីឈប់ផឹកលុះដល់ពេលទឹកនាចទៅវិញចាបក៏ហើរទៅមាត់ទឹកអោនក្បាលជលក់ចំពុកក្នុងទឹកធ្វើជាផឹកទឹកស្រកចុះចាបក៏លោតតាមទឹកនាចធ្វើជាផឹករហូតដល់ជើងដំរីចាបផឹកទឹករហូតទាល់តែដំរីខាត់តាំងពីពេលនោះមកចាបក៏បានធ្វើជាមេដោយសារប្រាជ្ញាឆ្លៀសវៃរបស់ខ្លួនរឿងចាបនិងដំរីសន្មតចប់ដោយបរិបូរណ៍តែប៉ុណ្ណេះតែសូមបងប្អូនកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅរឿងនិទានថ្មីៗ